កាន់តែប្រហើនហើយនាយករដ្ឋមន្ត្រីថៃអនុทิនប្រកាសបិទទ្វារមិនចរចាជាមួយកម្ពុជាហើយបោះសម្ដីថាលោកអាន់វ៉ាឬប្រធានាធិបតីត្រាំក៏គេមិននិយាយជាមួយដែរព្រោះរឿងនេះជារឿងរវាងថៃនិងកម្ពុជាលោកនាយករដ្ឋមន្ត្រីអនុทิននៅរុស្ស៊ីថ្ងៃទី8ធ្នូឆ្នាំ2025នេះបានប្រកាសតាក់ទងនឹងស្ថានភាពចំនួនជាដែនកម្ពុជានិងថៃថាខ្លួននឹងបិទការចរចាជាមួយកម្ពុជាទាំងអស់ហើយបើសិនជាចង់ឈប់បាញ់គ្នាកម្ពុជាត្រូវតែធ្វើតាមថៃទាំងអស់ជាមួយគ្នានេះដែរលោកអនុทิនក៏បានបោះពាក្យសម្ដីថារូបលោកក៏មិននិយាយជាមួយនឹងលោកអាន់វ៉ាឬប្រធានាធិបតីត្រាំដែរព្រោះអីរឿងនេះជារឿងរវាងថៃនិងកម្ពុជានេះបើយោងតាមកាសែតថៃដកស្រង់សម្ដីមកផ្សាយលោកអនុทิនបានប្រាប់អ្នកកាសែតដោយអំណួតថាការចរចាគឺគ្មានទៀតនោះទេបើសិនជាចង់ឈប់បាញ់គ្នាពិតមែនកម្ពុជាត្រូវតែធ្វើតាមថៃទាំងអស់ចំណែករឿងសន្ធិសញ្ញាព្រមព្រៀងសន្តិភាពនៅកូឡាឡាំពូលោកអនុทิនបានប្រាប់ថាវាគ្មានទៀតទេលោកចាំមិនបានឡើយលោកក៏មិនបាននិយាយជាមួយនឹងលោកអាន់វ៉ាឬប្រធានាធិបតីត្រាំនោះដែរព្រោះរឿងនេះជារឿងរវាងថៃនិងកម្ពុជាលើពីនេះទៅទៀតលោកអនុทิនក៏បានបោះសម្ដីឲ្យលោកអាន់វ៉ាទៅនិយាយជាមួយកម្ពុជាដោយអះអាងថាកម្ពុជាជាអ្នកបើកការវាយប្រហារមុនប្រទេសថៃមិនបានបើកមុនឡើយលោកអនុทิនក៏បានបញ្ជាក់ទៀតថាយោធាថៃមានអំណាចយោធាគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពនានាដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងពេញលេញមិនតែប៉ុណ្ណោះលោកអនុทิនក៏បានហៅកម្ពុជាថាជាសត្រូវដោយនិយាយថានេះគឺជាបញ្ហារវាងថៃនិងសត្រូវរបស់ខ្លួននាយករដ្ឋមន្ត្រីថៃរូបនេះក៏បានច្រានចោលផងដែរអំពីការព្រួយបារម្ភលើផលប៉ះពាល់ដល់មានសក្តានុពលនៃពន្ធគយរបស់អាមេរិកហើយបានប្រកាសថាសេចក្តីប្រកាសរួមឥឡូវនេះគ្មានតម្លៃទេនេះបើតាមការចុះផ្សាយរបស់ Khawsot English នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ចំណែកក្រសួងការពារជាតិបញ្ជាក់ថាការលើកឡើងរបស់បណ្ដាញសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាបើកការបាញ់មុននិងប្រើសភាវុធធនធ្ងន់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាព័ត៌មានមិនពិតកងកម្លាំងយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជានៅព្រឹកថ្ងៃទី8ធ្នូឆ្នាំ2025ចាប់តាំងពីម៉ោង5ព្រឹកមកក្រសួងបានឲ្យដឹងទៀតថាសកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាដោយឈលលើស្មារតីនៃការយោគយល់រាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវនេះបើតាមក្រសួងការពារជាតិបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងស្ថានភាពផ្ទុះអាវុធនៅព្រំដែនកម្ពុជាថៃពេលនេះតាមតួលេខបឋមពលរដ្ឋខ្មែរ4នាក់ស្លាប់និង9នាក់រងរបួសការប៉ះទង្គិចគ្នានាពេលនេះគឺភាគីថៃជាអ្នកផ្ដើមជាក់ស្ដែងបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាអាច CNN BBC Al Jazeera Reuters និង The Guardian ក៏បានផ្សាយដែរថាកងកម្លាំងយោធាថៃបើកការបាញ់ប្រហារជាច្រើនលើកកងកម្លាំងកម្ពុជានិងលើតំបន់រស់នៅរបស់ពលរដ្ឋខ្មែរ